លេងហើយឬមុំក្នុងភ្នំអានុសាវរីយ៍មកធ្វើនំចេកទាំងអស់គ្នាគ្រាន់តែថាយើងធ្វើការកែច្នៃមកដាក់ខ្ទិះដូងអញ្ចឹងណានិយាយទៅនំចេករបស់ខ្មែរសុទ្ធៗហ្មងនេះគ្រឿងផ្សំទាំងអស់ដែលយើងមកធ្វើជានំចេកហើយនេះគឺជាខ្ទិះសម្រាប់ស្រូបពីលើហើយយើងមកធ្វើការចាក់ម្សៅខ្សាយរបស់យើងចូលបន្ទាប់ហើយចាក់ម្សៅពោតលួចអំបិលបន្តិចដាក់ជាមួយនឹងស្ករចាក់ជាមួយនឹងខ្ទិះដូងរបស់យើងចូលសម្រាប់ម្សៅទាំងពីរខ្ញុំធ្វើ1ខាំកន្លះទាំងពីរបងប្អូនទាំងអស់គ្នាបើខ្ទិះដូងខ្ញុំប្រើប្រហែល500មីលីលីត្រយើងធ្វើការដាក់ជាមួយនឹងស្ករត្នោតចឹងទៅត្នោតខ្មែរ 100% នេះបន្ទាប់ហើយកូរវាឲ្យសព្វឥឡូវវាសព្វហើយយើងធ្វើការទុកវាម្លែកឥឡូវយើងមកធ្វើការបកចេកសម្រាប់ចេកខ្ញុំប្រើ11ផ្លែប្រហែលជាកន្លះគីឡូហើយបើបងចង់ដាក់លើអីគុនគូតាមហ្នឹងទៅបន្ទាប់ហើយយើងធ្វើការច្របាច់វាមកមិនច្របាច់បោះចោលណាចាទុកគឺទុកដាក់ជាមួយនឹងខ្ទិះដូងរបស់យើងនេះឥឡូវយើងធ្វើការសូកខ្ទិះដូងរបស់យើងចូលហើយធ្វើការកូរវាសព្វមកឥឡូវយើងមកធ្វើការដាក់ជាមួយនឹងសាច់ដូងរបស់យើងកូរវាមកចេះតែកូរវាទៅឥឡូវកូរហើយឥឡូវយើងមកធ្វើការដួសដាក់ជាមួយនឹងថាសរបស់យើងដើម្បីយកទៅចំហុយសំខាន់ប្រអប់ចំហុយនេះធំជាងឆ្នាំងទៀតណាធំជាងឆ្នាំងកង្ហុយទៀតឥឡូវយើងអត់ប្រើឆ្នាំងកង្ហុយទេគឺយើងមកធ្វើការប្រើជាមួយនឹងឆ្នាំងស្លយើងហ្នឹងដាក់មកតបឲ្យទុកវាម្ល៉េះយើងធ្វើការដាក់ជាមួយនឹងខ្ទិះដូងដើម្បីមកធ្វើការស្រូបពីលើធ្វើការដាក់ជាមួយនឹងម្សៅពោតចំនួន7លភាធ្វើការដាក់ជាមួយនឹងស្ករលួចអំបិលបន្តិចកូរវាសព្វមកតបឲ្យទុកវាម្លែកសិនឥឡូវនំរបស់យើងគឺធ្វើការឆ្អិនហើយយើងស្រូបជាមួយនឹងខ្ទិះដូងយើងពីលើដាក់មកសមល្មមមកបងកុំឲ្យវាក្រាស់ពេកបន្ទាប់ឲ្យទុកវា20នាទីទៅឥឡូវនំរបស់យើងរួចរាល់ប៉ុន្តែកុំភ្លេចបងប្អូនទាំងគ្នាទុកវាត្រជាក់សិនចាំកាត់តែអញ្ចឹងទេវានឹងជាប់ឥឡូវយើងធ្វើការកាត់នំរបស់យើងមកនំរបស់យើងគឺរួចរាល់ហើយនិយាយទៅរសជាតិគឺឆ្ងាញ់សាហាវហ្មង